រដ្ឋមន្ត្រីហ៊ុនសែនបានធ្វើការស្ដីបន្ទោសទៅលើអាជ្ញាធរដែនដីមួយចំនួនជាពិសេសអាជ្ញាធរខេត្តក្រចេះដែលមិនព្រមដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដោយប្រជាពលរដ្ឋតែងតែឡើងមកស្វែងរកអន្តរាគមន៍ពីលោកនៅរាជធានីភ្នំពេញប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីបានធ្វើឡើងខណៈដែលលោកចូលរួមជាអធិបតីនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិនៅថ្ងៃច័ន្ទទី18ខែសីហានេះស្ដីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ2014-2018នៅវិមានសន្តិភាពនៅក្នុងគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រកន្លងទៅនេះខ្ញុំថាកុំចាំបាច់មានអនុសាសន៍របស់នាយករដ្ឋមន្ត្រីក្រសួងនីមួយៗមានច្បាប់ស្ដីពីការបង្កើតក្រសួងហើយក៏មានអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងហើយមិនបានឃើញបញ្ហាហ្នឹងមិននាំគ្នាទៅដោះស្រាយឥឡូវឮថាមានមកពីកញ្ចេះទៀតឮថាដីហ្នឹងយុវជនបានទៅវាស់ហើយតែមិនព្រមចេញប្លង់តើវាពិតទេហើយមានអ្នកណារាយការណ៍ឲ្យខ្ញុំទេអញ្ចឹងបញ្ហាទាំងអស់នេះតើអាជ្ញាធរខេត្តកញ្ចេះងាប់តាណាអស់ហើយអានេះយេពិតបានជាមិនព្រមដោះស្រាយទុកឲ្យអ្នកទាំងនឹងឡើងមកដល់ភ្នំពេញនៅចំពោះមុខមន្ត្រីរដ្ឋាភិបាលផ្នែកពាក់ព័ន្ធនិងអង្គទូតនានាលោកនាយករដ្ឋមន្ត្រីបានថ្លែងដំណើរសម្លេងខ្លាំងៗថាបញ្ហាដីធ្លីទាំងឡាយដែលចេះតែកើតមានជាបន្តបន្ទាប់នោះគឺបណ្ដាលមកពីគេមិនស្ដាប់លោកជាមួយគ្នានេះលោកហ៊ុនសែនក៏ប្រមានផងដែរដល់អ្នកវិនិយោគដែលប្រើប្រាស់ដីសម្បត្តិទាំងឡាយណាឲ្យដកខ្លួនចេញប្រសិនបើមិនមានសកម្មភាពទេនោះដោយមូលហេតុដីមិនទាន់គ្រប់គ្រាន់លោកសៀភិរមនាយកលេខាធិការដ្ឋាននៃអង្គការសិទ្ធិលំនៅឋានកម្ពុជាបានស្វាគមន៍ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីក៏ប៉ុន្តែលោកចង់ឲ្យប្រមុខរដ្ឋាភិបាលដាក់ទោសទណ្ឌទៅលើមន្ត្រីរបស់លោកទៅតាមច្បាប់ដើម្បីឲ្យមានការទទួលខុសត្រូវពិតប្រាកដនិងជំរុញឲ្យមាននីតិរដ្ឋផងដែរក្រៅពីនេះលោកហ៊ុនសែនងាកទៅស្ដីបន្ទោសមន្ត្រីរបស់លោកជាបន្ថែមទៀតពីការភូតកុហកហើយលើកឡើងពីឈ្មោះលោកឧបនាយករដ្ឋមន្ត្រីសុកអាននិងលោកច័ន្ទសរុនអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មដែលមន្ត្រីជាន់ខ្ពស់ទាំងពីររូបនេះមានស្រុកកំណើតនៅខេត្តតាកែវថាដីគម្របព្រៃឈើបើមើលទៅក្នុងផែនទីតែដល់លោកទៅពិនិត្យជាក់ស្ដែងគឺជាដីវាលស្រែសុទ្ធសាធនិងចំការស្វាយចន្ទីជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រីក៏បានហៅការធ្វើសម្បទានដល់អ្នកវិនិយោគថាអយុត្តិធម៌ចំពោះប្រជាជនខ្លួនឯងដោយយកលេសថាជាដីគម្របព្រៃឈើមិនផ្ដល់ឲ្យប្រជាពលរដ្ឋប្រការនេះលោកហ៊ុនសែនបានលើកឡើងថាបើលោកជាបកប្រឆាំងលោកនឹងធ្វើការប្រឆាំងជំទាស់ទៅលើបញ្ហានេះដែរកុំថាបកប្រឆាំងចេះតែប្រឆាំង